ឲ្យគណៈកម្មការយើងធ្វើការងារជាមួយនឹងទូគូទី9ទី10និងទី11ទី12នៃលេខរៀងគូពិសេសសូមជំរាបជូនទៀតថាសវណ្ណពេជ្រគិរីដែលជាទូកឧបត្ថម្ភដោយអាយដាមចំប្រសិទ្ធស្ថិតនៅខ្សែទឹកខាងក្នុងប្រណាំងជាមួយនឹងទូកដែលមានឈ្មោះថាពុទ្ធសជាច័ន្ទសុកសែនជ័យបារមីវត្តព្រៃស្វា70ចាលេខ72ទូកនេះគឺមកពីខាងខេត្តតាកែវទទួលបានការឧបត្ថម្ភពីសំណាក់អាយដាមជាវ៉ាន់ដេតអាយដាមអ៊ុលភានិងអាយដាមនួនបុផលចា៎គូទី75គឺចន្លោះច្រើនដែរលោកស្រីប្រាប់របស់ចា75មកមុនអញ្ចឹងគឺបាទនឹងជម្រាបជូនតាមការផ្ដល់ព័ត៌មានពីមន្ត្រីបច្ចេកទេសដែលឲ្យចេញដំណើរគូទី75នេះខ្សែទឹកខាងក្នុងពាក់ផ្លាកលេខ149ទូកមានឈ្មោះថាសវណ្ណពេជ្រគិរីសវណ្ណពេជ្រគិរីគឺជាទូករបស់រាជធានីភ្នំពេញឯខ្សែទឹកខាងក្រៅពាក់ផ្លាកលេខ150ពុទ្ធសជាច័ន្ទសុកសែនជ័យបារមីវត្តព្រៃស្វាខេត្តតាកែវបាទចាឃើញថាគូទី75លេខរៀងរបស់គណៈកម្មការចាស់គូកងរួចហើយនោះគឺសកម្មភាពនៃការអមហ្នឹងគឺប្រហាក់ប្រហែលគ្នាទេប៉ុន្តែអ្វីដែលចាប់អារម្មណ៍ខ្សែទឹកខាងក្រៅមានឯកសណ្ឋានពណ៌ហៅថាពណ៌បៃតងខ្ចីចារំលេចដោយមួកពណ៌សអាចថាពណ៌ក្រហមចុងច្បាស់ពណ៌សថែមទៀតឃើញថាលបឿននាំមកបន្តិចតួចហើយប៉ុន្តែឥឡូវខ្សែទឹកខាងក្នុងហាក់ដូចជាបកាលបឿនឡើងវិញហើយអាចមកលេងគ្នាចិត្តទីព្រាត់តែយ៉ាងម៉េចទេចាសវណ្ណពេជ្រគិរីយ៉ាងម៉េចហើយញាប់ដូចគ្នាមើលទៅចាអត់អាយទេដោយសារទីព្រាត់ដល់ល្មមសម្រាប់ពុទ្ធសជាសែនសុកចាសុំតោពុទ្ធសជាច័ន្ទសុកសែនជ័យបារមីវត្តព្រៃស្វាចាឧបត្ថម្ភដោយអាយដាមជាវត្តច័ន្ទសុកសែនជ័យបារមីវត្តព្រៃស្វាឧបត្ថម្ភដោយអាយដាមជាវ៉ាន់ដេតនិងអាយដាមអ៊ុលភាអាយដាមនួនបុផលចាំមកពីខាងខេត្តតាកែវទូកនេះមកពីស្រុកបាទីកំសាន្តជលសាដែលជាទូកល្បីល្បាញប្រចាំរាជធានីភ្នំពេញស្ថិតនៅក្នុងវត្តកំសាន្តឧបត្ថម្ភដោយអាយដាមបនាយករដ្ឋមន្ត្រីជាសភារាឃើញថាថ្ងៃនេះយ៉ាងម៉េចទេកំសាន្តជលសាមកប៉ះជាមួយនឹងពុទ្ធសជាសែនចាពុទ្ធសជាច័ន្ទសុកសែនជ័យបារមីវត្តព្រៃស្វាហ្នឹងហាក់ដូចជាចាញ់បងទៅហើយចាញ់មិនហាក់ដូចទេគឺចាញ់គូទី80គូទី80នៅពេលនេះកំពុងតែបន្ថែមល្បឿនដើម្បីចាប់យោងឆ្លងកងពាន់ទី2គូទី80ខ្សែទឹកខាងក្នុងកំសាន្តជលសារបស់រាជធានីភ្នំពេញគឺវត្តកំសាន្តហើយខ្សែទឹកខាងក្រៅពុទ្ធសជាច័ន្ទសុកសែនជ័យបារមីវត្តព្រៃស្វាខេត្តតាកែវបានទឹមគ្នាប្រកាសគ្នាមែនតើពេលនេះប្រកាសគ្នាការពីជើងទី1ណាកំសាន្តជលសាហ្នឹងចាញ់បងម្ដងហើយចាចាញ់បងទៅលើពុទ្ធសជាច័ន្ទសុកសែនជ័យបារមីវត្តព្រៃស្វារបស់អាយដាមជាវ៉ាន់ដេតអាយដាមអ៊ុលភានិងអាយដាមនួនបុផលឥឡូវនេះឃើញថាបដូរទៅនៅខ្សែទឹកខាងក្រៅវិញនៅតែអញ្ចឹងដដែលចាំមានប្រៀបឈ្នះដដែលតែខ្សែទឹកក្នុងកំសាន្តថែមដែរបាទចាំមើលគាត់ថែមឥឡូវនេះតែមិនទាន់ទេបាទព្រោះអីលបឿនសិតតាលបឿនលឿនណាស់នៅ6 7ខ្ទង់ទៀតបាទចានៅដដែលពុទ្ធសជាច័ន្ទសុកសែនជ័យបារមីវត្តព្រៃស្វាឧបត្ថម្ភដោយពុទ្ធសជាច័ន្ទសុកសែនជ័យបារមីវត្តព្រៃស្វាខេត្តតាកែវនៅពេលនេះឃើញថាចាប់យោងឆ្លងកងពាន់ទី2ហើយដែរបាទគូទី105ខ្សែទឹកខាងក្រៅហាក់ដូចជានាំមកហើយពុទ្ធសជាច័ន្ទសុកសែនជ័យបារមីវត្តព្រៃស្វាចាឧបត្ថម្ភដោយពីសំណាក់អាយដាមចាប់3រូបរួមគ្នាអាយដាមជាវ៉ាន់ដេតអាយដាមអ៊ុលភាអាយដាមនួនបុផលចា3រូបរួមគ្នាគឺទូពុទ្ធសជាច័ន្ទសុកសែនជ័យបារមីវត្តព្រៃស្វានាំមកហើយបាទអាចឥឡូវនេះអាចបានហើយគឺពុទ្ធសជាច័ន្ទសុកសែនជ័យបារមីវត្តព្រៃស្វាដែលទទួលជ័យជំនះទៅលើមហិទ្ធិរិទ្ធកំហែងប្រកាន់ពេជ្រនឹងលឿនណាស់លឿនមែនតើបាទឥឡូវសូមអនុញ្ញាតចូលមកដល់គូទី105បាទគូទី105ខ្សែទឹកខាងក្នុងបាទខ្សែទឹកខាងក្នុងដែលជើងទី1ទទួលជ័យជំនះទូកមានឈ្មោះថាពុទ្ធសជាច័ន្ទសុកសែនជ័យបារមីព្រៃលាវាខេត្តតាកែវចំណែកឯខ្សែទឹកខាងក្រៅ
មហិទ្ធិរិទ្ធកំហែងជ័យបារមីវត្តស្វាយអណ្ដែតខេត្តកណ្ដាលនៅពេលនេះកំពុងតែបន្ថែមល្បឿនដើម្បីចាប់យោងឆ្លងកងព័ន្ធទី2ឃើញថាខ្សែទឹកខាងក្នុងនៅតែមានព្រៀបទៀតហើយជើងទី1គាត់ឈ្នះបាទចាមហិទ្ធិរិទ្ធកំហែងជ័យបារមីវត្តស្វាយអណ្ដែតឧបត្ថម្ភដោយឯកឧត្តមហ៊ុនកំជាតិកាលពីជើងទី1ហ្នឹងគឺតាមយ៉ាងស្អាតចាតាមពុទ្ធសជាច័ន្ទសុកសែនជ័យបារមីវត្តព្រៃស្វាដែលមានការឧបត្ថម្ភពីសំណាក់ឯកឧត្តមជាបណ្ឌិតឯកឧត្តមអ៊ុយភាឯកឧត្តមនួនមផលចាលោករួមគ្នាឧបត្ថម្ភអញ្ចឹងហើយបានថាឈ្នះកន្លះទូកកាលពីជើងទី1ឈ្នះកន្លះទូកឥឡូវពុទ្ធសជាច័ន្ទសុកសែនជ័យបារមីវត្តព្រៃស្វានៅបន្តឈ្នះដដែលចាកន្លះទូកទៀតកន្លះទូកទៀតបាទទូកនេះគឺមកពីខេត្តតាកែវគ្រាន់តែឃើញពណ៌អាចដឹងថាមកពីខេត្តតាកែវព្រោះអីខ្ញុំបានចំណាំជារៀងរាល់ឆ្នាំថាទូកមកពីខេត្តតាកែវច្រើនតែពណ៌បៃតងបាទហើយល្បឿននោះក៏លឿនណាស់ដែរបាទសូមជួយអបអរសាទរផងសម្រាប់ពុទ្ធស